មានអារម្មណ៍ថាស្រួលខ្លួនណាស់មានកម្លាំងពេញខ្លួនតែម្ដងប្រពន្ធខ្ញុំចង់ពិនិត្យមើលបន្ទុករបស់ខ្ញុំជួយឆៃឲ្យផងមើលពេលនេះបន្ទុករបស់លោកម្ចាស់គឺបានចំនួន40ណែខុសទៅហ្នឹងអីហេតុអីបានត្រឹមតែបន្ទុក40អញ្ចឹងពេលដើរចូលក្នុងភូមិជួបជាមួយអ្នកចិត្តខាងនោះគឺភ្ញាក់ផ្អើលម្ដងជួបជាមួយគ្រួសារយើងម្ដងមកបុកសរំទៅវាគួរតែ30បន្ទុកបូកជាមួយនឹងបន្ទុកដែលខ្ញុំមានគឺ10បន្ទុកសរុបទាំងអស់គឺវាចុះ50ហេតុអីបានត្រឹមតែ40អញ្ចឹងការផលិតវីដេអូនេះគឺខ្ញុំបានចំណាយពេលវេលាជាយូរណាស់ថែមទាំងយកថវិការបស់ខ្លួនឯងទៀតផងសម្រាប់ក្នុងការជួលតួស្រីក្នុងការបញ្ចូលសំឡេងដូច្នេះសង្ឃឹមថាអ្នកទស្សនាទាំងអស់គ្នាជួយ support មកកាន់ admin ដើម្បី admin មានកម្លាំងទឹកចិត្តនៅក្នុងការធ្វើរឿងបន្តទៅទៀតរាល់អ្នកដែលឧបត្ថម្ភមកកាន់ admin តែងតែដាក់ឈ្មោះនៅក្នុងវីដេអូសូមជូនពរពុកម៉ែបងប្អូនឲ្យជួបតែសេចក្តីសុខរកស៊ីទទួលទានមានបានគ្រប់គ្នាអាយ៉ូបងអូនស្រីហួយឡានថ្ងៃស្អែកនេះឯងត្រូវគេលក់ទៅផ្ទះអនហើយអីឯងនៅមានចិត្តមើលថែប្អូនទៀតទេការប៉ັດអ្វីដែលយើងកំពុងតែហូបមិញនេះគឺខៃឈិញយកយើងទៅលក់យើងស្មានតែគេផ្លាស់ប្ដូរចរិតទេការប៉ັດវាលក់យើងទៅឲ្យស្រីបនសោះខ្ញុំស្មានតែគេកែប្រែចិត្តគំនិតការប៉ັດគេមិនបានផ្លាស់ប្ដូរទេអាយ៉ាខ្ញុំគិតថាអាបងប្រុសរបស់ឯងហ្នឹងវាយកប្រាក់ថ្លៃលក់ឯងនោះទៅទិញទន្សាយពីស្ប៉ាយកមកឲ្យពួកឯងហូបមិញហ្នឹងហើយគឺដូចតែខ្ញុំបាននិយាយអញ្ចឹងអ្វីដែលវានិយាយគឺសិតតែកុហកឯងទៅត្រូវហើយគេយកឯងទៅលក់ឲ្យស្រីមេម៉ាយគេហ្នឹងស៊ីគ្រប់គ្រាន់ចំណែកឯងវិញហើយលះហេលហាមវេទនាណាទេប្រផុតចូលមកឈូញ៉ាមីងកុំនិយាយមកចង្រៃពេកការប៉ັດសាន់ទន្សាយនោះបងខ្ញុំមិនបានទិញទេអាយ៉ូមើលឯងចោះឯងឃើញហើយសុំអីតែក្មេងប្រុសនេះក៏និយាយកាន់ជើងអាប្រុសចង្រៃនោះដែរណាយើងប្រាប់ឯងទៅចោះវានេះមិនទុកឯងជាបងស្រីរបស់វាទេវាទុកឯងគ្រាន់តែជារបស់សម្រាប់ដូរស៊ីចុកតែប៉ុណ្ណោះយកល្អឯងគួរតែទៅសម្រាប់អាប្រុសនោះជាមួយម៉ែឯងចោលទៅបាត់មករបស់ឯងទៅចង្រៃថាឯងជឿទេថាយើងនឹងកាន់ដាច់ឯងឲ្យឆ្កែស៊ីនោះបាត់មែនថាគេលក់ខ្ញុំប៉ុន្តែយ៉ាងហិចណាក៏បានទន្សាយពីក្បាលនេះសម្រាប់ធ្វើម្ហូបបានប្រហែលថ្ងៃទេឯងខ្ញុំគិតថាទាំងពីរអ្នកប្រហែលជាចំណេញតែដឹងចាំម៉េចចង់ស៊ីដែរមែនទេឬមួយក៏តតែបានសុបអាចារ្យទៅស្ងាត់ស្រីចង្រៃមិនទាន់ខ្លាចទៅជាស្រីប្អូនធំខ្លាំងប៉ុណ្ណឹងហើយតម្រាំតែបានទៀតមិនដឹងជាខ្លាំងប៉ុណ្ណាទេតែមីងមិនចាស់នេះជាស្បែកទន្សាយដែលបងប្រុសខ្ញុំគាត់ប្រមាញ់បានអាយ៉ាអូស្បែកទន្សាយមែនតើអញ្ចឹងមានន័យថាសៃឈីងគេបានហូបសត្វទន្សាយនឹងហើយហីបើគាត់បានហូបប្រចាំម៉េចហេតុអីក៏ធ្វើដូចជាស្លាមម៉េឥឡូវចេះបងប្រុសពួកយើងយកស្បែកទន្សាយនេះទៅដូចយើងក៏ហូបវិញណាមិនបាច់ឆ្លោះជាមួយមនុស្សអត់ប្រយោជន៍ពីរនាក់នឹងទេអញអត់ប្រយោជន៍ទេយីមិនយូរទេយើងច្បាស់ចាប់អញហែកមាត់ណាចាំមើលស្អែកនឹងគេចាប់អញតបនហើយមានអារម្មណ៍ថាស្រួលខ្លួនណាស់មានកម្លាំងពេញខ្លួនតែម្ដងប្រពន្ធខ្ញុំចង់ពិនិត្យមើលបន្ទុករបស់ខ្ញុំជួយឆៃឲ្យផងមើលពេលនេះបន្ទុករបស់លោកម្ចាស់គឺបានចំនួន40ណែខុសទៅហ្នឹងអីហេតុអីបានត្រឹមតែបន្ទុក40អញ្ចឹងពេលដើរចូលក្នុងភូមិជួបជាមួយអ្នកចិត្តខាងនោះគឺភ្ញាក់ផ្អើលម្ដងជួបជាមួយគ្រួសារយើងម្ដងមកបុកសរំទៅវាគួរតែ30បន្ទុកបូកជាមួយនឹងបន្ទុកដែលខ្ញុំមានគឺ10បន្ទុកសរុបទាំងអស់គឺវាចុះ50ហេតុអីបានត្រឹមតែ40អញ្ចឹងដែនកំណត់សម្រាប់មនុស្សម្នាក់ប្រចាំថ្ងៃគឺ10បន្ទុកណែអញ្ចឹងខ្ញុំអិចាលេងស៊ីខូចគេតែម្ដងហើយនេះខ្ញុំចង់មើលអ្វីផ្សេងទៀតព្រឹកមិញនេះគឺខ្ញុំបានទៅបបបាញ់សត្វទន្សាយបាន2ក្បាលបន្ទាប់មកទៀតខ្ញុំក៏បានធ្វើម្ហូបហូបប៉ុន្តែនេះអាចចិញ្ចៀននេះឈ្មោះស្អីគេចិញ្ចៀនអាចធ្វើម្ហូបបាននេះតើវាជាប្រភេទចិញ្ចៀនយ៉ាងម៉េចទៅឬមួយក៏វាចិញ្ចៀនអាចចម្អិនម្ហូបបានដោយមិនចាំបាច់ប្រើកម្លាំងនោះឬក៏អញ្ចឹងហើយសាក់មើលសិនវ៉ាអូសោះស្អាតមែនទែនមើលទៅទំនងដល់កោះហើយពេលនេះមិនខ្វល់ទេដេកសិនហើយហេវដល់ហើយអត់មានអីចប់ហើយអាសាច់ទន្សាយនោះក៏អស់ហើយបបកក៏គ្មានដែរតើបានអីហូបទៅមើលទៅដូចជាវេទនាណាស់ប្រពន្ធឆាប់បើកមកនៅសល់ត្រឹមតែ10បន្ទុកទេតើគួរតែទិញអ្វីទៅ
ហើយចាមានមន់ទៀតមើលទៅពួកគេគឺមិនដែលបានហូបស៊ុបទេយកអានឹងតែម្ដងទៅចាប់ហើយអានាងហឺបាត់ហើយណែមិនទាន់មានប្រតិកម្មអ្វីទេឬមួយក៏វាអាចជានេះវាស៊ីបាត់តែដឹងអីមើលវ៉ាវ៉ាមានចិញ្ចៀននេះគឺពិតជាអស្ចារ្យណាស់អស្ចារ្យមែនទែនអាចធ្វើម្ហូបបានទៀត វ៉ាវស៊ុបមាន់បងស្រីមានស៊ុបមាន់ទៀតពួកយើងមិនដែលមានស៊ុបមាន់ហូបទេណាមាន់នេះចាំមកពីណាហ្នឹង ណែចាប់ពីលើភ្នំមកបើមិនដូច្នោះទេតើវាធ្លាក់លើមេឃមែនទេណែហេតុអីបានជាស្អីចំមកឯងស្រឡឹងខ្ញុំអញ្ចឹង